នៅពេលដែលយើងចាប់ផ្ដើមធ្វើរឿងអ្វីមួយយើងប្រកាសជាចង់បានភាពជោគជ័យនឹងយ៉ាងខ្លាំងក្លាប៉ុន្តែអាសកម្មភាពរបស់យើងនឹងវាអត់សមមាត្រនឹងការចង់បានរបស់យើងព្រោះអីនៅពេលដែលយើងធ្វើទៅជួបបញ្ហាតាមតិចឬក៏ជួបរឿងខកបំណងឬក៏ជួបការបរាជ័យតាមតិចយើងក៏បោះបង់ចោលយើងអត់ទាន់បានតស៊ូព្យាយាមឬក៏អត់ធ្មត់ទៅលើរឿងនឹងទេតាមពិតទៅយើងត្រូវដឹងថាកន្លែងដែលទទួលភាពជោគជ័យហ្នឹងវាមិនមែនជាកន្លែងមួយដែលស្រស់ស្អាតដូចផ្សារទំនើបទេប៉ុន្តែវាជាកន្លែងមួយដែលឃោរឃៅបំផុតបើសិនជាយើងមិនតស៊ូមិនព្យាយាមមិនអត់ធ្មត់ទេវានឹងជន់យើងរហូតដល់លុចឆ្គងចុះហើយងើបអត់រួចអញ្ចឹងបើសិនជាយើងចង់ទៅដល់កន្លែងដែលជោគជ័យហ្នឹងយើងត្រូវតែតស៊ូព្យាយាមអត់ធ្មត់មិនថាជួបបញ្ហាឬក៏ជួបឧបសគ្គយ៉ាងណាក៏ដោយត្រូវតែបន្តការបោះជំហានទៅមុខយើងត្រូវចាំថាបើសិនជាយើងបោះបង់ចោលនៅពេលដែលយើងជួបបញ្ហាភាពបរាជ័យនឹងនៅជាមួយយើងនឹងពេញមួយជីវិតតែម្ដង